វីដេអូនេះផលិតឡើងដើម្បីជាប្រយោជន៍ដល់ពុកម៉ែបងប្អូនទាំងអស់គ្នាយកទៅអនុវត្តក្នុងវិស័យកសិកម្មសូមជួយ Subscribe Channel ខ្ញុំម្នាក់មួយផងខ្សាច់ចន្លោះដើម8ម៉ែត្រឯ8ម៉ែត្រជាការល្អក្នុងករណីដីជំរាលធ្វើចំអូកាត់ដីជំរាលពី10ទៅ15ម៉ែត្រប្រសិនបើដីបន្ទាប់ពីស្រទាប់លើរងមានរាងដូចតាក់ដូចនេះទំហំរន្ធតែត្រូវបង្កើតឡើងឲ្យធំ 1.2 ម៉ែត្រ 1.2 ម៉ែត្រ 1.2 ម៉ែត្រស្វាយចន្ទីដាំនៅចន្លោះជួរ8ម៉ែត្រ 8ម៉ែត្រចន្លោះជួរនេះក៏ផ្ដល់លទ្ធភាពក្នុងការលូតលាស់ដែររន្ធតែត្រូវជីក15ទៅ20ថ្ងៃដំបូងការដាំដុះហើយដាក់ឲ្យត្រូវថ្ងៃដើម្បីកម្ចាត់កត្តាចង្រៃនៅក្នុងដីបន្ទាប់មករន្ធតែត្រូវបំពេញកម្ពស់3លើ4ដោយលាយចម្រុះគ្នាដូចជាដីស្រទាប់លើជីកំប៉ុស្ត11គីឡូក្រាមនិងថ្មជើងស្វាធម្មជាតិ200ក្រាមប្រសិនបើដីរាបស្មើការត្រៀមដីស្ទើរតែមិនចាំបាច់ធ្វើអ្វីឡើយគ្រាន់តែសម្អាតស្មៅចង្រៃចេញឬក៏ធ្វើការភ្ជួរ2ដងហើយដាក់ដាំស្វាយចន្ទីឲ្យមានជួរតាមរបៀបរៀបរយប៉ុន្តែដីដែលមានព្រៃត្រូវគាត់រំលើងយកគោចេញជាមុនសិនដើម្បីងាយស្រួលក្នុងការថែរក្សាប្រសិនបើជាដីទួលគួរពង្រៀបទៅតាមជម្រាលដីម្យ៉ាងទៀតបើដីនោះចាប់ខ្លាំងឬដីភ្នំការដំណោះធ្វើឡើងជាកម្មជន់តាដើម្បីការពារការហូរឬចោះនិងការបាក់ដីការត្រៀមដីគួរធ្វើឲ្យស្រេចនៅក្នុងរដូវក្តៅដែលអាចជីករន្ធទៅនិងដាំបាននៅក្នុងរដូវភ្លៀង 8.4 ការដាំដុះស្វាយចន្ទីភាគច្រើនគេដាំនៅរដូវវស្សាដោយយកតែកូនដែលមានសុខភាពល្អមកដាំហែកថងបន់ទៅចេញនិងធ្វើយ៉ាងណាកុំឲ្យបែកដីក្នុងថងនោះរួចដាក់វាថ្នមចូលក្នុងរន្ធទៅដែលបានជីករួចនិងយកដីដែរបានលាយជាមួយជីកំប៉ុស្តលុបបំពេញរន្ធទៅនោះស្រោចទឹកលើកូនស្វាយចន្ទីដែលដាំរួចនិងយកសារធាតុសរីរាង្គដូចជាស្លឹកឈើស្មៅក្រៀមនិងសារធាតុផ្សេងៗគ្របជុំវិញគល់ដើម្បីរក្សាសំណើមដីហើយកុំភ្លេចបោះបង្គោលចងកូនស្វាយចន្ទីដើម្បីការពារខ្យល់និងជួយកុំឲ្យកូនស្វាយចន្ទីបំបៅបាក់បាន10ជាចុងក្រោយសូមពងម៉ែបងប្អូនជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងការបង្កើត Channel នេះឡើងក្នុងគោលបំណងចែករំលែកនៅចំណេះដឹងក៏ដូចជាឯកសារដែលពាក់ព័ន្ធទៅនឹងវិស័យកសិកម្មសូមអរគុណ